សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំឡើងមកបេះព្រីងបងប្អូននេះឡើងមកដល់លើចុងបដ ாய் នេះក៏មួយពិបាកយកចដោយកអីមកទេថ្ងៃនេះដល់គឺឡើងមកបេះភ្លក់រសជាតិនៅលើចុងព្រីងបដ ாய் នេះណាច់ថាក្លៀនហើយនេះរដូវកាលព្រីងម្ដងហើយនេះរឿងតរេនរឿងអីយើងផ្អាកទុកម្ដុំសិនឥឡូវយើងមកបេះព្រីងនេះបងប្អូនអើយប្រពន្ធមេជើងប្រពន្ធមេដៃនេះកំថាខ្ញុំភ័ព្វបងប្អូនទស្សនាទៅមើលនេះបេះសឹងថា2 3ក្របហ្នឹងនឹងពេញដៃហើយនេះហើយប្រហែលយកទៅកឡុកជាមួយអំបិលម្ទេសទៀតអូយមិនដឹងថាឆ្ងាញ់យ៉ាងណានេះព្រីងនេះដែរនេះព្រីងប្អូនរបស់ខ្ញុំទេនេះពីដើមនៅមុខផ្ទះខ្ញុំឡើងបេះហើយនៅមាត់ខ្នល់ទៀតណាហើយពេលបេះយើងទៅគេជីតាមខ្នល់គេមើលដែរតាតែមិនជាបញ្ហាទេណាត់តែយើងឃ្លានហើយនេះបូតយកអានេះវារៀងរុះអស់ខ្លះហើយបងប្អូនបើថារយៈមុនគឺថាអូច្រើនមែនទេគឺថាឃើញជីទៅជីមកគឺថាខ្វាកប៉ុន្តែខ្ញុំវាមិនចេះមានពេលបេះទៅថ្ងៃនេះមិនអោយរកាសកន្លងផុតទៅគឺថាបើមិនបេះទៀតគឺវារុះអស់ហើយនេះគឺថាធំល្អមែនទេបងប្អូនអើយនេះបេះមួយហើយមួយទៀតនេះបងប្អូនទស្សនាមើលទៅនេះចំពោះអ្នកនៅក្រៅប្រទេសឬក៏នៅស្រុកគេអីដែលអត់មានព្រីងអាចទស្សនាមើលវីដេអូនេះបាននេះអីនៅស្រុកស្រែងចេះឯងបងប្អូនអើយមានតែរដូវកាលអីគឺចែកគ្នាហូបសុំគ្នាហូបនេះរដូវកាលព្រីងក៏ព្រីងរដូវកាលខ្នុរក៏ខ្នុរនេះដាក់ម្នាក់មកកំប៉ុងពីកំប៉ុងអីទៅនេះបងអូនខ្ញុំបេះលក់ដែរប៉ុន្តែដោយសារតែនេះវាច្រើនពេកទៅលក់អត់អស់នេះទៅបានដៃខ្ញុំបដ ாய் នេះឡើងដល់គឺថាអត់មានក្រងមានអីទេនេះមានតែសัตว์ស្រាំងហើយខ្ញុំឡើងបដាមានអារម្មណ៍ភ័យបដាគឺមិនភ័យខ្លាចធ្លាក់ភ័យខ្លាចអីទេព្រោះអីខ្ញុំជំនាញខាងឡើងដើមឈើនេះហើយកូនរបស់ខ្ញុំនៅក្រោមនោះគេបញ្ជាម៉ាក់បេះមកម៉ាក់បេះមកបេះច្រើនមកខ្ញុំខ្លាចតែម្យ៉ាងគឺខ្លាចតកោនេះឯងអត់មានខ្លាចខ្ពស់ខ្លាចអីទេគឺខ្លាចតកោចំពោះខែនេះដែរបងប្អូនអើយអ្នកតាណាក៏ព្រីងដែរប៉ុន្តែព្រីងគេខ្លះក៏វាតូចទៅចំពោះព្រីងនេះក៏វាធំទៅអញ្ចឹងណាអាតូចក៏ឆ្ងាញ់ម្យ៉ាងដែរក៏លុកអំបិលម្ទេសហើយបើព្រីងខ្លះក៏មានតកោមានស្រាំងមានអីអោយដែរប៉ុន្តែព្រីងបងប្អូនខ្ញុំនេះគឺអត់មានតកោមានអីទេគឺថាល្អបដ ாய் គឺថាអូយអាដើមមួយទៀតនេះខ្ញុំឡើងមិនរួចទេអាដើមមួយនឹងវារៀងលលងវាអត់មានមេឃតោងណាចឹងតើអាដើមនេះវាមានមេឃតោងឡើងបេះស្រួលនេះគឺថាដៃអើយដៃថតមកជាហេងកាន់ថងមកជាហេងនេះទប់ដើមឈើផងអីផងខាច់តែល្មៀលធ្លាក់ក្រោមទេខ្ញុំអូយគឺថាល្អមែនទេបងប្អូនហើយនិយាយហើយនិយាយទៀតនេះនិយាយមិនអស់ចិត្តបដ ாய் នេះសើថាងដល់ហើយនេះបើសិនផុតរដូវព្រីងមិនដឹងតែខ្ញុំមើលវីដេអូនេះខ្ញុំនឹកព្រីងយ៉ាងណាទេនេះទៅតែឆ្នាំនេះឯងខ្ញុំបានហូបព្រីងឆ្អែតដោយសារខ្ញុំដើរបេះផងឲ្យម៉ែទិញពីផ្សារមកឲ្យហូបផងបេះខ្លួនឯងហូបផងមើលនេះអូយធំណាបងប្អូនអើយបូតយកបងប្អូនអើយនេះគឺថាល្អមែនទេណាហើយអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់វាជាកម្លាំងចិត្តមួយជំរុញឲ្យខ្ញុំផលិតវីដេអូថ្មីជូនបងប្អូនទស្សនាបាយអរគុណច្រើនបងប្អូនទាំងអស់គ្នា